ចឹងអ្នកដែលធ្លាប់ប្រើ Firebase Studio នេះដើម្បីយកវាទៅសេធ្វើវាជា AI អញ្ចឹងណាក៏ប៉ុន្តែយើងដឹងហើយថា Studio Firebase នេះគឺជប់ support នៅខែ3ឆ្នាំក្រោយហ្នឹងហើយអញ្ចឹងទេឧទាហរណ៍បើសិនជានេះគេដាក់Firebase Studio និង Data Sunset មានតែជប់ដំណើរការក៏ដល់ពេលវេលាដែលត្រូវលិចហើយអញ្ចឹងវានឹងដាក់ថាខែ3ថ្ងៃ22 2027នេះវានឹងឈប់ support ឬក៏ឈប់ដំណើរការនៅ Firebase Studio ហើយអញ្ចឹងវាឲ្យ recommend ឲ្យយើង move ទៅ AI Google AI Studio ឬក៏ Google Anti Gravity នេះដើម្បីបន្តបច្ចេកទាំងអស់គ្នាអញ្ចឹងបើអត់ទាន់មានទេយើងអាចធ្វើការបើកនៅ AI Studio ឬក៏ download Anti Gravity នេះដាក់ចូលក្នុងអញ្ចឹងឧទាហរណ៍ខ្ញុំមានបច្ចេកនេះមួយខ្ញុំត្រូវការ move វាទៅអញ្ចឹងខ្ញុំបើកបច្ចេកហ្នឹងមកអញ្ចឹងវា alert ប្រាប់យើងហើយថាវានឹងបិទហើយជប់បច្ចេកហ្នឹងអញ្ចឹងបើសិនជាបើកមកខ្ញុំត្រូវការ move យើងធ្វើការ move វាមកដាក់ move ណាជា move ណាវានឹងចាប់ផ្ដើមប្រាប់យើងថាតើធ្វើម៉េចទៀតអញ្ចឹងណាទី1គឺយើងអាចធ្វើការ zip ដើម្បីបើកវាចូលជាមួយនឹង Anti Gravity ទី2គឺយើងអាចធ្វើការបើកជាមួយនឹង Git យើងតែម្ដងចឹងយើងធ្វើការ download Git download zip ទុកទៅដើម្បីយើងធ្វើការបើកជាមួយនឹង Anti Gravity របស់យើងមួយទៀតគឺយើងអាច export វាទៅកាន់ Git ចឹងយើងធ្វើការ export ទៅ Git ហ្នឹងងាយស្រួលជាងចានេះយើង download ចូលមកសិនមកឥឡូវខ្ញុំដាក់វានៅក្នុង download ចឹងសិននេះយើង download បច្ចេកយើងចេញពី Firebase ដោយសារតែឆ្នាំ2027ខែ3គឺវាបច្ចេកខែ3ថ្ងៃទី22 2027ចឹងបិទបច្ចេកអញ្ចឹងយើង download បច្ចេកហ្នឹងដើម្បីធ្វើការផ្លាស់ប្ដូរទៅ AI Studio ឬក៏ Anti Gravity នេះដើម្បីយើងបន្តការទៅសេកូដឡើងវិញណាឥឡូវមិញខ្ញុំ download ហើយបាទនេះគឺយើង download ដាក់ចូល zip ហើយអានេះយើងមានតែធ្វើតិចទេ download ហើយយើងទៅដាក់វាចូលនេះយើងក៏ download ទុកហើយឥឡូវយើងសំខាន់យើងធ្វើម៉េចឲ្យកូដរបស់យើងនោះទៅកាន់ Git សំខាន់យើងធ្វើម៉េចក៏ដោយយើងត្រូវចេះ push កូដរបស់យើងទៅ Git ទៅហើយយើងទាញវាមកវិញចឹងនៅក្នុងនោះគេឲ្យយើងបើក space control ហើយដាក់វាទៅចឹងអូខេ move ទៅកាន់កូដយើងវិញយើងចូលទៅក្នុង switch ទៅកូដនេះយើង switch ទៅកន្លែងកូដនោះសិនមកក្នុងនេះវាមានGit កន្លែងហ្នឹងចូលកន្លែងហ្នឹងមកយើងត្រូវបើយើងអត់ទាន់មានrepo ទេយើងត្រូវតែ initialize វាសិនបាទថាយើងបង្កើតសិនដើម្បីការ upload ចុះនៅក្នុងនេះបើតាមការមើលដូចជាធ្លាប់ push ទៅមកអីដែរចឹងណាចឹងឥឡូវនេះយើងធ្វើការទៀតនេះក្នុង brand master របស់យើងឥឡូវខ្ញុំ make sure យើងត្រូវការ sync វាឬក៏យើង push វាទៅGit សិនយើងអាចធ្វើការ push វាចូលអូខេយើង assign in ទៅ low វានេះគឺ code មិញនេះវាឲ្យ code មកយើងនេះ code ចឹងយើងត្រូវ copy ពី text ចឹងនៅពេល sign in យើង copy យកតែលេខហ្នឹងមកមិនដោយសារយើងបាន copy new មកចឹងយើងអត់មកហើយដោយសារតែយើងដាក់វាចូលទៅក្នុង Git ហើយយើងធ្វើការ search វាមកឃើញមានចេញរបស់យើងណាចឹងយើងមើល update ចុងក្រោយគេប្រហែលជានេះ last month ចឹងប្រហែលជាមួយនេះហើយប្រហែលជាមួយហ្នឹងហើយយ៉ាងណាក៏ដោយយើងចូលទៅនេះទៅយើងមើលចឹងយើងចូលទៅ code យើង copy វាហ្នឹងមកcopy ក៏បានអត់ក៏បានដែរយើងចូលទៅ Anti Gravity របស់យើងបន្ទាប់មកយើងយក clone from Git យើង search ក៏បានដែរហើយក៏លោកយើង search អត់ដឹងអីយើងអាចមកដោយសារតែពេលខ្លះទៅវាស្តៀងគ្នាច្រើនណាចឹងយើងផាមកវាឃើញមានមកហើយចឹងយើង save វាដាក់ចូលទៅក្នុងproject ទៅចឹងយើងនឹងបង្កើតបានជា project folder ថ្មីមួយយើងបង្កើតយកអាហ្នឹងមកទៅដោយសារនៅវាមានជាន់គេដែរអូខេអញ្ចឹងយើងឃើញថាយើងគ្រាន់តែបើក project ហ្នឹងនៅក្នុង Anti Gravity ដែលវាទាញចេញពី Git ហ្នឹងមកហើយក៏ប៉ុន្តែយើងត្រូវតែធ្វើការ install ឡើងវិញយើងប្រើ command ដើម្បី install ឬក៏យកឲ្យយើងជាវាក៏បានដែរនៅក្នុងនេះប្រើកុំឲ្យក្នុងការជួយ set up ឲ្យយើងណាអញ្ចឹងយើងបញ្ជាឲ្យវា run project ហ្នឹងអញ្ចឹងកាលណាវាខ្វាយវានឹងធ្វើការ set up ឡើងឲ្យយើងអញ្ចឹងពេលនេះយើងអាចចូលទៅមើលផ្សេងទៀតទៅយើងមិនមានអីទៅសេនៅក្នុងនោះច្រើនអញ្ចឹងវានឹងឆែកឃើញថាខ្វាយខ្លះអានេះសិតតែនេះហ្នឹងហើយគឺជាបច្ចេកដែលយើងធ្វើវាមាន configuration មួយជា authenticate វាមាននេះយើងឃើញ fireware configuration fireware version ឆ្លុះវា on វាចាប់ដើមទៅបង្កើតenv file អីដើម្បីដាក់ secure យើងមកវិញណាដែល environment យើងមកវិញឥឡូវយើងសាកចូលទៅមើលនៅក្នុងមានបើក file អាចចោលសិនយើងអាច copy នេះ env file ហ្នឹងយើងអាច copy វាមកវិញទាំងអស់បាន
ពីមកយើងអាចចូលទៅក្នុង anti gravity ទៅមកយើងចូលទៅ root ជិះរបស់យើងនេះផាសមានផាសអត់ទេបើមានផាសអត់ផាសអត់បានបើផាសអត់បានទេហើយកូពី value វាមកដាក់គឺគេថាដល់ពេលនេះគឺអ្នកនរគ្នាអាចធ្វើការstart project របស់អ្នកនរគ្នាបានដោយយើងប្រើនៅនេះថ្មីប្រើនៅ anti gravity ជំនួសដោយ Firebase ដោយសារ Firebase គឺវាចិត្តផុតនៃការ support ហើយនេះគឺជា UI វាប្រហែលជាមិនដើរមួយចំនួនដោយសារយើងត្រូវការ set up នៅខ្វះមួយចំនួនទៀតដែលវាមិនទាន់ហើយអញ្ចឹងវាត្រូវការដំឡើងជាវានៅខ្វះ connection នៅខ្វះអីច្រើនទៀតអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងអញ្ចឹងនៅបន្តវាបន្តទៀតបាទ